ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបានសិទ្ធិស័ក្តិរួមទាំងប៉ាខ្ញុំពូវុឌ្ឍថ្ងៃនេះបានយកចំនួនពុកម៉ែបងប្អូនទៅជូនបងស្រីលក្ខដែលជាកង់រទេះពីការជូនបងស្រីដើម្បីឲ្យបងស្រីបានធ្វើដំណើរប្រសើរជាងនេះមើលទាំងអស់គ្នាពុកម៉ែបងប្អូនតើបងស្រីគាត់មានអារម្មណ៍យ៉ាងណានៅពេលដែលគាត់ទទួលបានកាដូមួយនេះពីបងប្អូនសប្បុរសជនមកវត្តមានការរាល់ថ្ងៃហ្នឹងវាច្រើនម៉ោងប៉ុន្មានម៉ោងដល់ហើយម៉ោង8ម៉ោង8ព្រឹកចាម៉ោង8ព្រឹកហើយម៉ោងប៉ុន្មានបានចប់ទៅដល់ផ្ទះវិញម៉ោងប្រហែលជា1 2:10:1អីហ្នឹងបានរួច2:10:1បានរួចចាបាទបានបាយមហូបឲ្យយកទៅឲ្យកូនចៅចាលោកគ្រូហើយពេលបងមកនេះរហូតដល់ធ្វើមិនបានមកដល់នេះខ្ញុំជិះម៉ូតូជាមួយគេមកសុំគេសុំគេមកចាព្រោះដោយសារគេមកវត្តដែរយាយគាត់មកវត្តដែរក៏មកជាមួយពួកគាត់បាទហើយចុះពេលបងឡើងម៉ូតូឡើងធ្វើមិនទៅឡើងគេពោឡើងឬក៏បយឡើងខ្លួនឯងឡើងខ្លួនឯងឡើងកើតទេឡើងកើតឡើងរបៀបម៉េចគេដាក់ម៉ូតូអញ្ចឹងខ្ញុំជើងខ្ញុំនេះអោបដៃខ្ញុំអោបនឹងម៉ូតូហើយតោងគេឡើងអញ្ចឹងចាតោងឡើងហើយលោកដៃនៅកង់បាទអូហើយធ្វើតោងឡើងហើយអត់ធ្លាក់អត់ដែរធ្លាក់ជួនធ្លាក់ដែរធ្លាក់លើម៉ូតូចាហើយអញ្ចឹងរាល់ថ្ងៃអញ្ចឹងតោងឡើងអញ្ចឹងតោងអញ្ចឹងឡើងរាល់ថ្ងៃបាទពុកម៉ែបងប្អូនពេលនេះហើយជាពេលដែលខ្ញុំជាមួយនឹងប៉ាបានsurpriseបងស្រីពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែននៅពេលដែលគាត់ទទួលបានកាដូមួយនេះពីសប្បុរសជនហើយគាត់រំភើបឡើងយំពុកម៉ែបងប្អូនទាំងអស់គ្នាហើយគាត់សប្បាយចិត្តខ្លាំងណាស់ហើយម្យ៉ាងទៀតគាត់បានធូរស្រាលទៅណាមិនណាគាត់អាចទៅដល់ខ្លួនឯងបានពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏លើកម្រាមដៃតបសូមអរគុណពុកម៉ែបងប្អូនសប្បុរសជនដែលនៅក្រៅប្រទេសដែលបានជួយដល់បងស្រីចឹងបងមានអីជូនពរអរគុណដល់អ៊ំហើយនឹងបងហ្នឹងបាទចាខ្ញុំមានពាក្យជូនពរដែលអ៊ំហើយនឹងម្ចាស់ជំនួយដែលគាត់បានផ្ដល់ជារទានិងថវិកាឲ្យខ្ញុំសូមឲ្យអ៊ំពូមីងទាំងអស់ជួបតែសេចក្តីសុខប្រកបដោយសុភមង្គលនិងក្រុមគ្រួសារធ្វើដំណើរទៅណាសូមឲ្យជួបតែល្អគ្រប់ប្រការទាំងអស់ហើយខ្ញុំសូមអរគុណអរគុណលោកតាលោកយាយមីងមាទាំងអស់ដែលផ្ដល់ទីឲ្យខ្ញុំត្រេកអរមែនតើខ្ញុំមានតែលើកម្រាមដៃជូនពរអ៊ំទាំងអស់គ្នានិងលោកពូនិងបងស្រីទាំងអស់អ៊ំពូមីងទាំងអស់សូមអរគុណខ្លាំងណាស់សូមឲ្យអ៊ំទាំងអស់លោកពូទាំងអស់ជួបតែសំណាងល្អទាំងធ្វើដំណើរទៅណាក៏ដោយជួបតែសុភមង្គលទាំងអស់បាទអរគុណបាទសាធុ